ជម្រាបសួរគុណជីសួស្ដីមិត្តអ្នកដើរលេងទាំងអស់គ្នាបាទថ្ងៃនេះមកជួបជាមួយខ្ញុំតាមមុនទៀតមកគ្នាបាទមកគ្នាបើសិនជាមកគ្នាលឺសម្លេងខ្ញុំអត់សូវច្បាស់ឬក៏ឈឺកអីហ្នឹងដោយសារខ្ញុំមិនទាន់ជីពីផ្ដាសាយទេបន្ទាប់ពីចូលឆ្នាំរួយហ្នឹងនៅតែឈឺនៅឡើយដែរមកគ្នាបាទអញ្ចឹងសូមអធិស្ឋានមកពីសំណាក់មិត្តអ្នកដើរលេងអ្នកគ្នាផងណាអូខេអញ្ចឹងនេះខ្ញុំនឹងតាមមុខខ្ញុំនឹងនាំមិត្តអ្នកដើរទាំងអស់គ្នាទៅដើរលេងជាមួយខ្ញុំនៅវិរិយអគ្គិសនីស្រុកឲ្យចូលមកគ្នាបាទអញ្ចឹងអ្នកដែលរស់នៅក្នុងខេត្តរតនគិរីស្គាល់ច្បាស់ហើយវិរិយអគ្គិសនីស្រុកឲ្យចូលបើសិនជាមិនស្គាល់ទៀតមិនដឹងនិយាយថាម៉េចថាពួកគ្នាបាទអូខេអញ្ចឹងនិយាយទៅវិរិយអគ្គិសនីស្រុកឲ្យចូលគឺស្ថិតក្នុងក្រុងបានលងខេត្តរតនគិរីតែម្ដងគឺចិត្តខ្លាំងមែនទែន1គីឡូ2គីឡូនេះគឺដល់ហើយដល់វិរិយអគ្គិសនីស្រុកឲ្យចូលមកបាទចឹងនិយាយទៅវិរិយអគ្គិសនីស្រុកជុំគឺមានកន្លែងជាច្រើនសម្រាប់បងប្អូនអ្នកគ្នាដែលចូលចិត្តដើរលេងចូលចិត្តដែរអង្គុយលេងចូលចិត្តដែរកំងហូបគឺមានទាំងអស់កន្លែងហ្នឹងបាទមានកញ្ចុះសម្រាប់អង្គុយមានអាហារដ្ឋានសម្រាប់កំងហូបហើយជាពិសេសមានផ្ទះលំហែកាយសម្រាប់បងប្អូនអ្នកអាចចូលចិត្តទៅស្នាក់នៅកន្លែងហ្នឹងមកគ្នាបាទអញ្ចឹងមកថ្ងៃនេះគឺចិត្តគឺល្អខ្លាំងមែនតើហើយទីសភាពក៏អែមដែរនិយាយទៅចិត្តមុតបឹងតែម្ដងមកគ្នាបាទអញ្ចឹងមកថ្ងៃនេះអាចនាំមិត្តភ័ក្តិបងប្អូនសង្សារហើយនឹងក្រុមគ្រួសារទៅដើរលេងបាន relax កំសាន្តបានជាមួយជុំជុំគ្រូសាយើងទៅកន្លែងហ្នឹងបានមកទៅគ្នាបាទអូខេចាំខាត់ពេលវេលាតើយើងទៅមើលទស្សនវិជ្ជាពីស្អាតប៉ុណ្ណាអញ្ចឹងទៅជាមួយខ្ញុំជាមួយតាប៊ុនអរគ្នាបាទ let's go អ្នកទាំងគ្នាបាទគ្នាមកយាយបន្តពីទស្សនាទីសភាពអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយយើងជួបគ្នាវីដេអូក្រោយបាយបាយអរគុណច្រើនអ្នកទាំងគ្នាអរគុណច្រើនមិត្តអ្នកដើរលេងបាយបាយ